មានអាការៈរោគសញ្ញាកាមរោគប៉ុន្តែទៅធ្វើតែឈាមរបស់ពពុះមេរោគអត់ឃើញអត់មានបងយើងគាត់ប្រកាសជាធ្លាប់ជួបប្រទេសហើយទៅបញ្ហាទាំងអស់ហ្នឹងពេលដែលគាត់ទៅធ្វើតែឈាមអត់ឃើញមេរោគគាត់គិតថាអាហ្នឹងមិនមែនជំងឺកាមរោគទេហើយគាត់គិតថាវាអីទេចាគាត់អត់ចាំបាច់ទៅរកថ្នាំបីព្យាបាលទេហើយគាត់ចិត្តទុកពីមួយថ្ងៃទៅមួយថ្ងៃពីមួយខែទៅមួយខែវាទៅធ្វើឲ្យបញ្ហាទាំងហ្នឹងរាលដាលហត់តែធ្ងន់ទៅការធ្វើតែឈាមរកពពុះមេរោគកាមរោគមិនមែនឃើញគ្រប់មេរោគទាំងអស់ទេបញ្ជាក់ជូនបងប្អូនណាចាអញ្ចឹងមេរោគដែលធ្វើការតេស្តឈាមមើលឃើញមានមេរោគ HIV ហើយនឹង syphilis គឺមេរោគអេដនឹងស្វែងហ្នឹងណាពីរនេះគឺច្បាស់តែម្ដងប៉ុន្តែពពុះមេរោគប្រមេះតបាយមេរោគផ្សិត HPV ពងបែកអីផ្សេងៗនេះអាចនឹងមកឃើញទេចាអញ្ចឹងហើយគាត់គិតថាគាត់អត់កើតអីតែមិនគាត់ចេះទុកយូរទៅធ្ងន់ពេលដែលធ្ងន់ខ្លាំងព្យាបាលលែងជានឹងបញ្ហាតែម្ដងចាអញ្ចឹងបងប្អូនជំងឺកាមរោគគឺបែបហ្នឹងឯងណាប៉ុន្តែបើផលប៉ះពាល់វិញផលប៉ះពាល់គឺដូចគ្នាចាតែបើតែវាតេស្តឈាមមើលអត់ឃើញក៏ប៉ាត់មែនករណីមួយទៀតគឺយើងមើលទៅតាមអាការៈរោគសញ្ញាជាក់ស្ដែងដែលយើងកំពុងតែជួបប្រទះជិះវាងដែលយើងគិតថាអីចេះទុកពីមួយថ្ងៃទៅមួយថ្ងៃមានផលប៉ះពាល់ធ្ងន់ថ្ងៃក្រោយបងប្អូនឆាប់រកការប្រឹក្សាណាឆាប់រកការប្រឹក្សាហ្នឹងគឺបងមានច្បាស់តែម្ដង